សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទថតពីសកម្មភាពបាទចំណីកដោរបស់ខ្ញុំណាបាទស៊ីចាប់ដើមស៊ីច្រើនហើយបងប្អូនបាទសំណមន់បាទចាប់ដើមស៊ីច្រើនហើយកដោបនេះគឺបាទ1ម៉ោងទេតែស៊ីអស់តោះនេះបងប្អូនច្រើនណាចូល10ធាងហើយ10ធាងនេះចេកធំធាងធំណាបាទពេលព្រឹកគឺខ្ញុំឲ្យស៊ីអនុសិនបាទនេះបងប្អូនពេលព្រឹកខ្ញុំឲ្យស៊ីដោយសារស្មៅយើងតិចណាយើងឲ្យស៊ីស្មៅសិនស្មៅអញ្ចឹងកដោបក៏ត្រូវការមានការផ្លាស់ប្ដូរដែរបើអាចណាព្រោះកាលណាផ្លាស់ប្ដូរអញ្ចឹងវាស៊ីល្អវាសុខភាពវាឃើញថាវាល្អបាទខ្លះក៏វាតលន់ចំណីដែរឧបមាថាយើងដាក់លឹកចេករហូតយើងអត់ប្រែប្រួលទៅដាក់លឹកអីផ្សេងបាទអត់ផ្លាស់ប្ដូរទៅដាក់លឹកអីផ្សេងគឺវាលក្ខណៈថាវាអត់ចង់ស៊ីដែរខ្ញុំតាមខ្ញុំសង្កេតមើលណាវាឡើងលើមុងមានន័យថាវាអត់ចង់ស៊ីហើយចំណីហ្នឹងណាហ្នឹងហើយបាទអានេះស្មៅហើយស្មៅនេះក៏ខ្ញុំមានមិនច្រើនដែរខ្ញុំមានតែលឹកចេកអញ្ចឹងណាបងប្អូនពេលខ្លះទៅក៏ច្រូតស្មៅគៀនផ្ទះហ្នឹងស្មៅកាសស្មៅជើងក្រាស់អីហ្នឹងបាទពេលខ្លះក៏ច្រូតនឹងឲ្យស៊ីដែរនេះបងប្អូនវានេះច្រើនបងប្អូនបាទគឺខ្ញុំដាក់តែ1ម៉ោងទេបងប្អូនបាទខ្ញុំពីមុនខ្ញុំដាក់ច្រើនដែរច្រើនម៉ោងប៉ុន្តែដោយសារយើងពិបាករកស្មៅស៊ីអញ្ចឹងខ្ញុំក៏មានការងារច្រើនធ្វើខ្ញុំអត់សូវមានពេលធ្វើវាណាខ្ញុំបាទខ្ញុំបន្ថយមកវិញខ្ញុំដាក់តែ1ម៉ោងបាទតែ1ម៉ោងនេះរៀងត្រូវដែរបងប្អូន2ម៉ែត្របាទអញ្ចឹងខ្ញុំឲ្យស៊ីស្មៅនឹងសិនបន្ទាប់មកទៀតបានខ្ញុំឲ្យស៊ីបាទស៊ីអានេះអស់ស្មៅដែលនៅក្នុងនឹងអស់បានខ្ញុំចាប់ផ្ដើមបាទដាក់លឹកចេកឲ្យស៊ីម្ដងមានអីទេបងប្អូនបាទយើងចាំបន្ទាប់បន្សំបាទការងារនៅផ្ទះបាទកុំឲ្យតនេណាហ្នឹងហើយកុំឲ្យតនេហើយកដោបដែលពេញស៊ីបងប្អូនបាទតិចទៀតពេញស៊ីជាងនេះទៀតអានេះមួយកងនេះបាទមួយកងធំនេះយើងស៊ីបានតែមួយថ្ងៃមួយយប់នៅពេលដែលវាចាប់ផ្ដើមពេញស៊ីខ្លាំងបាទមួយថ្ងៃយូរណាស់អត់ក្រាន់ទេបងប្អូនបាទមួយថ្ងៃអត់ក្រាន់ទេចឹងដើម្បីបានចំណីវាបងប្អូនបាទមានដើមចេកបន្ថែមទៀតហើយខ្ញុំក៏ដាំដែរប៉ុន្តែសារនេះលិចទឹកខាងក្រោយដីខាងក្រោយនោះលិចទឹកអស់ហើយបងប្អូនបាទហើយផ្ទះខ្ញុំហ្នឹងគឺខ្ញុំមានចំមិនច្រើនទេបងប្អូនបាទតែខ្ញុំចំអានេះបន្តិចអានោះបន្តិចអញ្ចឹងណាទៅក្រន់ហូបខ្លួនឯងបងប្អូនបើសិនជាសល់ទៅក៏លក់ទៅបាទសល់ទៅក៏លក់ទៅសំខាន់យើងធ្វើម៉េចឲ្យបានហូបខ្លួនឯងសិនបងប្អូនយើងហូបខ្លួនឯងឲ្យគ្រប់គ្រាន់សិនបាទយើងចង់ហូបកដោបយើងហូបកដោបយើងចង់ហូបអន្ទួងយើងមានអន្ទួងហើយយើងចង់ហូបកែបយើងមានកែបហើយកម្រងគឺខ្ញុំនឹងពង្រីកបន្ថែមទៀតដើម្បីបាទគ្រប់គង់ជីវភាពនៃការហូបចុកប្រចាំថ្ងៃរបស់ខ្ញុំណាបាទនេះបងប្អូនច្រើនបែបនេះច្រើនបងប្អូននៅក្រោមទៀតនេះបើគោះឲ្យឡើងបងប្អូនឃើញទេឡើងមកច្រើនតែនេះនៅខាងនេះទៀតនេះមើលអញ្ចឹងអត់សូវឃើញច្រើនប៉ុន្មានព្រោះបើថាមើលជាក់ស្ដែងមើលផ្ទាល់ច្រើន1ម៉ោងនេះច្រើនខាប់បដ ாய் ព្រោះ1ម៉ោងនេះដាក់លេងចង់កន្លះគីឡូហើយចុះអរគុណបងប្អូនបាទមានតែប៉ុណ្្នឹងទេវីដេអូនេះអត់មានអីពិសេសសំខាន់អីលើសហ្នឹងទេគឺចង់ថតវីដេអូបាទថតវីដេអូឲ្យបងប្អូនមើលលេងកម្សាន្តអញ្ចឹងណាបងប្អូនបាទសម្រាប់បងប្អូនដែលស្រឡាញ់បាទហើយបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាទ